ការឆោបោកដោយប្រើក្រដាសប្រាក់ពណ៌ខ្មៅឬហៅជាភាសាអង់គ្លេសថា Black Money Scam គឺជាប្រភេទនៃការក្លែងបន្លំដែលជនបោកប្រាស់ប្រើក្រដាសធម្មតាលាបដោយពណ៌ខ្មៅមកបោកបញ្ឆោតជនរងគ្រោះឲ្យជឿថាលុយនេះគឺជាលុយពិតគ្រាន់តែត្រូវបានលាបពណ៌ខ្មៅដើម្បីគេចផុតពីការតាមចាប់បានរបស់មន្ត្រីគយជនឆោបោកអះអាងប្រាប់ទៀតថាក្រោយពេលលាងសម្អាតដោយប្រើសារធាតុគីមីពិសេសម្យ៉ាងរួចក្រដាសប្រាក់នោះនឹងចេញជាក្រដាសលុយពិតហើយអាចយកទៅចាយវាយជាធម្មតាវិញបានខាងក្រោមនេះគឺជាវិធីនៃការឆោបោកដោយប្រើក្រដាសប្រាក់ពណ៌ខ្មៅជំហានដំបូងជនឆោបោកអាចព្យាយាមតាក់ទងទៅជនរងគ្រោះតាមរយៈមធ្យោបាយផ្សេងៗដូចជាអ៊ីមែលទូរស័ព្ទឬក៏បណ្ដាញសង្គមដោយប្រាប់ថាពួកគេមានលុយដែលភាគច្រើនជាលុយដុល្លារអាមេរិកនឹងត្រូវបានលាបពណ៌ខ្មៅដើម្បីគេចផុតចេញពីការតាមចាប់របស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីឲ្យជនរងគ្រោះកាន់តែទុកចិត្តពួកគេបានប្រាប់ថាលុយទាំងនោះត្រូវបាននាំយកចេញមកពីប្រទេសដែលកំពុងតែមានសង្គ្រាមឬក៏បញ្ហាអសន្តិសុខឬក៏ជាលុយដែលលួចរត់ពន្ធតាមព្រំដែនបន្តមកទៀតប្រាប់ថាពួកគេកំពុងតែត្រូវការលុយបន្ទាន់និងចង់លក់ក្រដាសប្រាក់ពណ៌ខ្មៅទាំងនោះចេញក្នុងតម្លៃធូរថ្លៃនិងព្យាយាមបញ្យល់ប្រាប់ពីវិធីដែលជនរងគ្រោះអាចលាងពណ៌ចេញពីក្រដាសប្រាក់ឲ្យចេញជាលុយពិតវិញបានក្រោយមកទៀតដើម្បីអាចទាក់ទាញទំនុកចិត្តពីជនរងគ្រោះបន្ថែមទៀតជនបោកប្រាស់ប្រើល្បិចបង្ហាញពីការលាងសម្អាតក្រដាសប្រាក់ពណ៌ខ្មៅឲ្យចេញជាលុយពិតក្នុងរយៈពេលយ៉ាងខ្លីពលគឺប្រមាណជា10វិនាទីនៅពេលបង្ហាញនោះជនឆោបោកប្រើក្រដាសប្រាក់ពិត1ឬក៏2សន្លឹកដែលត្រូវបានរៀបចំទុកជាមុនដើម្បីបន្លំភ្នែកបន្ទាប់មកទៀតពួកគេបញ្ចុះបញ្ចូលឲ្យជនរងគ្រោះចំណាយលុយដើម្បីទិញក្រដាសប្រាក់ពណ៌ខ្មៅនោះនិងទិញសារធាតុគីមីពិសេសម្យ៉ាងដើម្បីលាងសម្អាតក្រដាសខ្មៅហើយនៅចុងក្រោយនៅពេលដែលជនរងគ្រោះបង់ប្រាក់រួចហើយពួកជនឆោបោកនឹងរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកឲ្យជនរងគ្រោះនៅក្រដាសសទទេដែលស្រោបពណ៌ខ្មៅគ្មានតម្លៃអ្វីទាំងអស់ខាងក្រោមនេះគឺជាវិធីការពារខ្លួនពីការបោកប្រាស់ទី1គឺកុំជឿលើអ្វីដែលបានមកងាយពេកមានន័យថាប្រសិនបើនរណាម្នាក់យកក្រដាសពណ៌ខ្មៅមកប្រាប់ថាជាលុយពិតនឹងបញ្ចុះបញ្ចូលឲ្យអ្នកទិញសារធាតុគីមីនិងទិញក្រដាសពណ៌ខ្មៅដើម្បីលាងយកលុយពិតចូលកុំជឿឲ្យសោះទី2គឺជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនឬក៏ព័ត៌មានលម្អិតអំពីធនាគារជារឿយៗជំហានដំបូងដែលជនឆោបោកប្រើដើម្បីបោកប្រាស់គឺប្រមូលទិន្នន័យរបស់ជនរងគ្រោះហើយបន្តមកទៀតចាប់ផ្ដើមសកម្មភាពឆោបោក